ឥឡូវអាត្មានិយាយអំពីបញ្ហាពាក់ព័ន្ធនឹងបុណ្យតក្ខណានុប្បទានបន្តិចតាមពិតនៅក្នុងលោកយើងនឹងការនឹករលឹកចំពោះអ្នកដែលចែកឋានទៅមិនមែនតែក្នុងព្រះពុទ្ធសាសនាទេនៅក្នុងសាសនាដទៃនៅក្នុងលទ្ធិដទៃជនជាតិដទៃក៏គេមានវិធីនៃការនឹករលឹកចំពោះបុព្វការីជនដែរវាស្ដែងអំពីទឹកចិត្តនឹករលឹកការដឹងគុណនឹងឯងភាពកតញ្ញូការដឹងគុណនេះទៀតសោតក៏មិនមែនមានតែក្នុងសន្តានចិត្តនៃអ្នកកាន់ព្រះពុទ្ធសាសនាដែរកតញ្ញូគឺជាធម៌សកលអាចមាននៅក្នុងគ្រប់ជាតិសាសន៍បើទោះជាមិនមែនជាអ្នកកាន់ព្រះពុទ្ធសាសនាក៏មានកតញ្ញូនឹងដែរដល់ហើយទៅសំបីតែនៅសម័យកាលដែលមិនមានព្រះពុទ្ធសាសនាក៏អាចមានកូនកតញ្ញូសិស្សកតញ្ញូអញ្ចឹងពីព្រោះពាក្យថាកតញ្ញូនេះអត់មានជនជាតិទេគឺជាសភាពនៃការយល់ដឹងអ្វីជាគុណអ្វីជាទោសពិតប្រាកដប៉ុន្តែក្រោយពីការនឹករលឹកនឹងហើយធ្វើនៅបដិការៈគឺការតបចំពោះអ្នកមានឧបការៈគុណនឹងមានវិធីសាស្ត្រផ្សេងគ្នារឿងដឹងគុណនោះមិនរើសជាតិសាសន៍មិនរើសសាសនាមិនរើសអីទាំងអស់ប៉ុន្តែវាវាស់ពីការខុសត្រូវត្រង់ដែលថាតើគួររលឹកយ៉ាងណាគួរធ្វើយ៉ាងណាចំពោះអ្នកដែលចែកឋានទៅហើយនោះនេះទើបយើងត្រូវការណែនាំអំពីសប្បុរសការណែនាំអំពីព្រះសម្មាសម្ពុទ្ធជាដើមប៉ុន្តែថាបើត្រឹមតែពាក្យថាកតញ្ញូការដឹងគុណការរលឹកគុណនរណាក៏អាចនឹកបានជនជាតិណាក៏អាចនឹកបានរលឹកបានដូចគ្នាប៉ុន្តែទៅវាស់ថាខុសឬត្រូវគួរឬក៏មិនគួរគឺត្រង់ដែលថាតើធ្វើយ៉ាងណាគួរចំពោះអ្នកដែលបានចែកឋានទៅហើយនោះបើយើងសិក្សាអំពីតួនាទីរបស់កូនប្រុសស្រីក្នុងតកូលនីមួយហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមាន5ចំណុចប៉ុន្តែការសម្ដែង5ចំណុចនេះមិនមែនមានន័យថាបើពុទ្ធមិនសម្ដែងគេធ្វើមិនកើតក៏មិនមែនដែរប៉ុន្តែគ្រាន់ថានៅក្នុងនោះវាអាចមានអ្នកគិតមិនឃើញពីព្រោះគ្រាន់តែជាការដឹងគុណចំពោះមេដាបិតានេះសម័យណាក៏វាមានពីព្រោះវាមិនមែនជាបដិបទានៃការត្រាស់ដឹងដោយចំពោះទេបើធម៌ដែលជាបដិបទាដើម្បីការត្រាស់ដឹងគ្មានប្រពុតប្រាប់គ្មាននរណាដឹងទេតែបើត្រឹមតែកតញ្ញូការតបគុណមេដាបិតានឹងអត់មានប្រពុតក៏គេអាចធ្វើបានប៉ុន្តែគ្រាន់ថារៀបរាប់ជាមេតិកាថាទី1ត្រូវធ្វើអីទី2ត្រូវធ្វើអីហ្នឹងគ្រាន់តែថាមិនមានអ្នករៀបរាប់ប៉ុន្តែអាចគេធ្វើរាល់ថ្ងៃជនជាតិណាក៏ធ្វើតែឲ្យងាយជាបទសិក្សាហ្នឹងព្រះអង្គសម្ដែងថាមាន5ចំណុចទី1ហ្នឹងគឺពាក់ព័ន្ធពីរឿងការថែទាំមេដាបិតាដោយដែលគាត់ធ្លាប់ថែទាំពីមុនមកការដែលយើងនៅតូចអីចឹងទី2ពីការជួយទុក្ខធរៈផ្សេងតូចធំប៉ុន្តែវាអាចប្រែคล้ายខ្លះតាមប្រទេសតាមតំបន់អីចឹងដូចជាធ្វើខ្លួនឲ្យសមជាអ្នកតវងតកូលឬក៏ជាអ្នកទទួលមរតកមេដាបិតាហើយនឹងទី4គឺថែរក្សាវងតកូលឲ្យបានល្អទី5ក្រោយពេលដែលមេដាបិតាលាចាកលោកទៅធ្វើតក្ខណានុប្បទានទី1រហូតដល់ទី4នេះមិនជាមានបញ្ហាអីចំពោះទិដ្ឋិប៉ុន្មានទេប៉ុន្តែពាក់ព័ន្ធពីរឿងទិដ្ឋិក្រោយពេលដែលឪពុកម្ដាយស្លាប់ទៅនឹងទៅជាបញ្ហា
ពីព្រោះវាពាក់ព័ន្ធពីរឿងការយល់ដឹងខ្លះនឹកឃើញមេដាបិតាចឹងដែរតែធ្វើពលិកម្មផ្សេងទៅនៃការបន់ស្រន់ដោយការសែនព្រេនដោយការធ្វើនេះធ្វើនោះសពគ្រប់ចឹងទៅដល់តែព្រះសម្មាសម្ពុទ្ធព្រះអង្គឃើញថាសត្វលោកនឹងអត់ដឹងថារឿងដែលខ្លួនកំពុងធ្វើនឹងជារឿងអត់ប្រយោជន៍ទៅបានព្រះអង្គសម្ដែងប្រាប់ការពិតមួយថាចំពោះអ្នកដែលស្លាប់ទៅហើយនឹងមិនអាចបរិភោគអីបានទៀតទេយើងឃើញស្រាប់ហើយបើយើងដាក់បាយប៉ុណ្ណាវានៅតែប៉ុណ្ណឹងសែនប៉ុណ្ណាវានៅតែប៉ុណ្ណឹងចឹងមែនទេញាតិញោមអ្នកស្លាប់ណាហើយមិនចាំបាច់ដល់តែស្លាប់ផុតដង្ហើមទេសូម្បីតែឈឺផ្ដេតនៅជាប់អដេញសរោមផ្ទឹកណាក៏លេបលែងចូលដែរណាហ្នឹងហើយអញ្ចឹងបានជាព្រះអង្គលើករឿងនិទានប្រាប់សពគ្រប់ការដែលនឹករលឹកចំពោះអ្នកដែលចែកឋានទៅហ្នឹងដូចជាឧទាហរណ៍រឿងមានអនុម្នាក់ដែលឪពុកនឹងជាអ្នកកំណាញ់ការដែលកូននៅរស់ពេលឈឺនឹងមិនហ៊ានយកកូនទៅពេទ្យទៀតខ្លាចអស់លុយណាទៅរកពេទ្យមកពេទ្យព្យាបាលទៅខ្លាចអស់លុយដល់តែកូននឹងក៏ស្លាប់ទៅប៉ុន្តែមុននឹងស្លាប់ក៏ធ្វើសេចក្តីជ្រះថ្លាចិត្តនឹងវាស្អាតមុនស្លាប់ដោយការញ៉ាំងនៅសេចក្តីជ្រះថ្លាចំពោះព្រះដ៏មានពភៈចឹងទៅបានបដិសន្ធិក្នុងឋានតាវតឹងដល់តែអស់កូនទៅទើបដឹងថាទ្រព្យសម្បត្តិរបស់ខ្លួនឯងនឹងវាអត់ប្រយោជន៍ពីព្រោះរោគមកនឹងដោយគិតថាចង់ឲ្យគ្រួសារនឹងវាបានថ្កុំថ្កើងហើយមានកូនទទួលមរតកនឹងហើយកូនមានតែមួយដល់កូនស្លាប់ទៅអស់សង្ឃឹមត្រង់ថាតែខ្លួនឯងស្លាប់ទៅត្រូវគេរឹបយកទ្រព្យសម្បត្តិនឹងអត់មានអ្នកទទួលអញ្ចឹងទៅក៏ខូចចិត្តខូចថ្លើមខ្លាំងក្រោយពេលដែលបូជាសពកូននឹងហើយចេះតែយកបាយទឹកនំសម្លនឹងទៅសែនរាល់តែថ្ងៃទៅសែនព្រេនទៅក៏យំថាកូនតូចកូននៅទីណាកូនមកបរិភោគចុះពុកយកមកឲ្យធ្វើយ៉ាងរាល់ថ្ងៃហើយបាយនឹងវាមិនឃើញអស់ទៅណាវានៅដដែលអញ្ចឹងរឿងអញ្ចឹងព្រះអង្គបានប្រាប់យើងទាំងអស់ហើយដល់តែមានអនុនឹងប្រមើលមើលអត្តភាពរបស់ខ្លួនថាតើខ្លួនឯងបានអត្តភាពធំយ៉ាងហ្នឹងដោយសារអ្វីគឺឃើញដោយអំណាចចិត្តជ្រះថ្លានៅពេលដែលមុនស្លាប់ហ្នឹងឯងហើយក៏បានដឹងថាឪពុកហ្នឹងគឺជាបុគ្គលមិច្ឆាទិដ្ឋិណាមកចាញ់ផ្សាលមកនិមិត្តធ្វើជាកំឡោះម្នាក់ក្មេងជំទង់ម្នាក់ហើយនិមិត្តធ្វើជាគោងាប់មួយទៀតសត្វគោសាកសពគោងាប់ហេងស្លាប់ហើយយកស្មៅទៅឲ្យគោងាប់ហ្នឹងស៊ីយំបដាថាគោអីគោឯងស៊ីស្មៅទៅគោហើយតានោះគាត់កំពុងយំកូនណៃកូនមកបរិភោគបាយទឹកចុះពុកយកមកហើយតានោះដំបូងគាត់កំពុងតែយំនឹកកូនចង់ឲ្យកូនមកបរិភោគឬក្មេងនឹងយំដែរគាត់ឆ្ងល់មើលក្មេងនឹងវាយំអីទៅដល់ក៏សួរអូនមិនក៏យំខ្ញុំយំព្រោះគោខ្ញុំវាមិនព្រមស៊ីស្មៅសោះគាត់ដើរមើលឃើញគោនោះងាប់បានគាត់ថាឈួតគោងាប់ណាដែលជីស៊ីស្មៅដែលចេះស៊ីស្មៅមិនចឹងគោនោះវាងាប់ហើយណាគោងាប់ចេះស៊ីដែរចេះដែរអត់ទេណាដល់អញ្ចឹងក្មេងនឹងក៏សួរវិញថាចុះលោកតាឯងនឹងយំទៅអីដែរចុះតែយើងយំនឹងដោយសារបាត់កូនហើយវរអីកូននៅណាថាកូននឹងស្លាប់ហើយជប់ដាក់បាយដាក់ទៅអីនោះថាដាក់ឲ្យកូនមកបរិភោគចុយណាកូនថាដុតអស់ហើយបានក្មេងនឹងថាចាំមើលយើងពីរអ្នកណាឈួតជាងគោខ្ញុំងាប់មែនប៉ុន្តែវានៅទាំងដុលវានៅទាំងដុំហ្មងមាត់វានៅអីវានៅប៉ុន្តែវាស៊ីអត់កើតហើយចុះកូនតែឯងដុតមាត់ខ្ទេចអស់ស៊ីមិនកើតណាស៊ីមិនកើត
có thể gì ai đối cụt chiều về mẹ này ban khmei nâng niệm mít từ rụp đào vinh tới prap rương rào bứt tầng o hồi thì chùa Presama Samput tới ban xạ xua vào ông xua tha bò bứt bờ cô đầm đo chầm rán tao miền bộc cô khla nâng con tỉnh nhang xịt đây chia thla môn pe để slap tới nâng ai và đệ san thị không ta và tăng miền này hãy ban vào ông tham maniel priam cái mà sao mấy chuột luôn này hay thôi một xua thà quật tiệt nè tăng vì nâng máu rồi vì cô nâng ban chăn chào cho tới con comment ca vô đắng sẽ đạp thôi nó chụp san chụp ấy tới bậc con chùm này tiến con chùm này ấy miền phải giao ôi là ná để bỏ đi phổ cả chẳng bán chỉ pre được miền bậc phía và ông sầm đây nó không từ đâu có được số thà nè hệ run năng vía sao cao vía diêu và nhẹ parite và nhẹ ca dung ca sọc sao ca sắc xuôi ca riệp rập ấy từng ó chấm phu nè slap cứ chỉ riêng ớt đó giỏi ớt phải giỏi sao ca oi đôi đây oi yang mấy có tự tu ớt bàn vì pro ha nó bị chạy trên chỉ tràn về miền cả và lăng ca ra ha về miền sấy sấy hay sạch nó vì tự tu là ha nó ban tam này để bảo vệ hay đo nè để slap hơi mình ai mô tự tu lại bài tự nôm chùm này ấy bạn thì bốc bẹ bỏ ra dương cọt sắc xa che đằng hay cọt bàn bằng cao nơi bậc bì này mùi chùm nuồn rồi chỉ bài sắc xa đòi rụp hiệp bên này chương cá côn trao chùm non còi ọt dùl hay thơ đá bên này thơ đòi mình dùl thơ ở on bậc bì này nặng anh đi rồi biệp đôi trẻ đôi ca sớm ấy bị đám miền bây giờ ở đi ca mà ông nâng lột ở biệt xây xạ chứ có bà là tẹt chứ là tẹt chị mà mắt hay vì ở miền mà xin tự co ấy sớm ép phải lật vô đom đã thong xóm ấy về để lột chăn nó lật rồi ấy cho lột chè vô một cột là tẹt lột nâng cột nó cột ở về thì chẹ rồi xa lột biệt đó nè bên mình du bật mán lột có sự cuột tử nè kêu sốt cào nó ban su ta hết ấy ban chỉ đi con cha thì cá lột vô một cột chẳng đó là lang thua cha thì cá ôi ta ban là lật chắn cột của bà là hột vì ấp đằng đôi chi bộ pây này cha bồ ran dương nhân bằng cao tên rùa phê bộ pây này hay bằng cao bọt smooth oi tiệt đã tương nẹ rùa đại miền bọt smooth hà xôm bay để lôi rư bạ cả đại kê bọt đạn từ nông mót dột từ mình ban đòi tiếng toát trao nơ rê rót lơ phèn đầy cần đã sinh nhà ta đã sinh nhà prap nẹ rùa hết nè phần đây đo tem mình miền ca ắt thị bài phần dối từ chỉ dối thà đã từ trái tam phẩu đã oi mà cá oi từ trái tam phẩu nè hai bờ pây này nó khai chưa bờ pây này để ai cả tự thẻ cọ chờ ơn tiệt sọc ngày nâng chương cá pê để đạn nông mọt nâng hói vô tụ bồ chì hay côn rơ sọc hay cực thà côn na ban cả nâng côn nâng miền sầm nàng chuôn cá côn để mơ thay ở phụng mặt đai nâng ọt rơ bán độc bán là côn ọt thay nút chân này kia mọi mày nâng lùng yên nâng về tứ tô mai thứ tiết nâng chẳng bàn thà chương cá dừng ọt bàn dùl đối cho này vì rương tệ khả năng nộp bật tiền đi Presama Samput và ông sầm đai nâng dương sắc xa tới khuyên miên phải giáo trăng thà ôi rol ca chùm này rồi bỏ dương nâng cùng ôi chùm này đời ót đó chào nâng cứ thay chùm này tới ai ôi mình nút tôi tua bàn cứ trơ ôi chết thơ tiên chạy đồng lấy đòn nẹ rúa nè ôi mình nút nơ rúa nó nhẹ luôn vì pro tha ca để liệt lộn đi từ hơi xây coi vô tới ót bàn nâng hơi bờ tới chùm này trọp sầm bát
từ chỉ tiến cứ trâu chùm nai oi nẹ ná đại miến sầm mặt tập hiệp nơi ai tụt tù tiền bàn chẳng bàn chỉ ông này tệ khả năng nộp tiền nâng ọt miên ông na muối để trâu oi chùm pu nẹ slap tề miền bảy nè tệ khả năng nộp tiền ông rồi bỏ tệ khả năng nộp tiền miền bảy tìm muối xây là tiền năng tệ tệ oi chùm pu nẹ miền sờ để ai trô trông sờ ba nâng mềm được slap tề cứ mà nuôi rùa hiểu lẽ nè xây là tiền năng tệ tệ oi đàn nẹ miền sờ bàn tì pì tới việc bịa pon pì rương ca ở tư rồi bỏ dướng ở tư sập bề tà nặng chặt dướng nâng nâng lực chấm pu nè để slap từ nâng ai chẳng bán miền Pành Hà cho ra nó thà bờ sân chỉ nè slap nâng từ tua bàn chân dân thưa bon tư từ ao chơi tập bàn chân người na tới bịa thà atta hay atta nào nè thào nốt bon là na thưa cam là na thưa là nâng tụi tua lại chân hay tôi chơi tập thà dân thưa ao bàn chân bạch thưa bạch ấy đây chăm là ngọt cái thưa ao từ mòn từ ở thằng mau pi mình chờ bịa thá ô tức sập bê tà nắng cướp sai nơi chùm này bọn bịa thạp sai nơi chùm này on bốn cứ bọc cá nơi xịt đây là chẳng việc tới sách từ lỡ bốc nhiệt đại slap từ nô tiết thà ta có che bạc chặt trầy rồi bọn này mình chạy kia đôi lùi để à lúc dương công kích nè đại slap từ thà ta tụt tụ lại là mô tần này là biệt mệnh dương nô ruột đôi kia ưu tiên họ đôi chia chùm này đăng cho bốn chỉ niệm mà thua chùm này đăng có chỉ niệm mà thua đây chùm này đăng ọt miên rụp hiệp thì nè cứ chỉ ông này bà nhà dân ai đi dây thà cú tê chùm này oi sợ chẳng nói dân ai đi dây chẳng bàn phân số thật tơ chùm này cú nâng ọt đấy con tay sơ nâng tự tu chùm này nâng bán trâu bẹ con lơ sơ nâng tàu vô chật tục đã ọt bao chật tự tu là ọt thế nè đôi bên này chẳng thầm á nì giấy nó cứ tha trong bằng hai nơi ở vây mà dáng đo nhiệt nhồm cứ ao chẳng phân thiết phân ở vây để thầm nực khơi nhà vây để thầm cùng pung nì giấy thầm để cùng pung kết đứa có trăm được nông khu của bà thầm ní ọt ban chinh pi luôn là thầm tôi nhiệt nhồm mình nè miền ảnh dây YouTube start tiệt phòng mến đấy nhiệt nhóm sẽ đáp từng óc niềm mến nè vô chật tục đại trán sẽ đáp bàn trơn vô chật tục đại tích sẽ đáp bàn tích nè thọp sẽ đáp du hói để miền bọt bị sọ nông thố sẽ đáp tới chạp dối nè đầm thâu miền bọt bị sọ sẽ đáp tới ấp sứ hình đấy việc bịa con bị cả bạc chất bỏ nhiệt nhóm tiệt chân chấm này đăng đấy ăn miên ho từ thì ăn miên ho từ nà thì nơi không nè na về nơi để không nè nụ phân tái về chia ẩm na bạch chay mà dáng thôi ở nè đợt tây để bạc chất năng ai tuột tua nơi ăn tần này mà dáng bàn bọn đôi kia chẳng bàn chia lụa cha về thảm ích xôm nhiệt tầng lại nắng sầm con nơi tiền đấy thả đôi chia rồi bó luôn cái này ôi sầm con thả đôi biết thả ôi sầm con đôi về men tên này ôi sầm con đôi hay chia đẹp là nụ mố tần nè đó tại chất nằm mô tần nè nắng mình men chỉ bon độc bỏ dương nè ở từ nâng tề cứ chia sẻ đây là mà dáng rồi bỏ nè nô nè để bạc chặt nô ai chẳng đấy nâng cran là phải vô tịch chẳng thế phần hiện nhóm lừa ta sẽ đạp thôi cho này sẽ vô là nè nâng ở đây ông tị bấy này tệ khả năng nộp tiền nâng thá việc sách nó lơ bộ bộ nhiệt nút che nằm mô tần nè rửa ọt chẳng ông nâng miền bảy ông rồi bỏ nè thừa tiến miền pí ông rồi bỏ nhiệt thì cả nó miền mùi bờ sân ban nè nó ở từng che tray ở vào năng nâu mà nó khá nè khá bạch ngó với nơi mà nó ở che tray on cái thợ bón đấy nè khơi cái thợ bón nó pe chơi ngọt thợ em thợ là thợ chẳng miền đấy miền mà có cột nó hay mồm ngọt tăng mà che tray ở đang chẳng và mà miền cà tha bờ rụp bình năng hay miền nhiệt nhôm trong xạ su ấy nhưng mà na thằng cung để con mình để con miền thế này để cá thà nẹt để nở rúa vì miền pi chấm này nẹt để chạy than tới miền mà chấm này ta nẹt để chạy than tới để miền chấm này mui để tua nâng ta
ចំណែកយ៉ាងម៉េចទេខ្ញុំបងាចង់សួរចឹងទុនយល់ បើសាធុនេះគ្រាន់តែប្រៀបធៀបឯណាដូចយើងផ្ញើលុយទៅស្រុកខ្មែរយើងស្មើតាមវិញអញ្ចឹងតាមធនាគារអញ្ចឹងប៉ុន្តែការផ្ញើរបស់យើងបានសម្រេចទល់តែនោះចេះបើកបើនៅនោះអត់ចេះទៅបើកបានទេអត់បានទេហ្នឹងនេះគ្រាន់តែឧទាហរណ៍ទេយើងអត់ដឹងទេបើយើងអត់ដឹងទេអញ្ចឹងថ្មសម្ដែងតាមធម៌ផ្ញើតាមលុយដូចស្រួលពេកណាឥឡូវថ្មមិនសម្ដែងខ្លួនឯងទេថ្មលើកពុទ្ធដីកាដែលព្រះអង្គឆ្លើយតបព្រាហ្មណ៍ម្នាក់សួររឿងហ្នឹងសម័យមួយជានោះសោនៃព្រាហ្មណ៍ទៅសួរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនតើគេធ្វើតក្កណានុបទានឧទ្ទិសចំពោះពពួកញាតិនឹងសុទ្ធតែបានឬព្រះអង្គសួរអញ្ចឹងណាបានព្រះអង្គថាបានតាមសមគួរហេតុដែលគួរបានហើយមិនបានសមគួរតាមឋានៈដែលមិនគួរបានមានន័យថាបានខ្លះអត់ខ្លះហ្នឹងមិនមែនសុទ្ធតែបានទេបានព្រះអង្គសម្ដែងអំពីអាហាររបស់សត្វនឹងផ្សេងគ្នាអញ្ចឹងយើងសិក្សាអំពីណាសត្វលោកយើងមាន31ភពទាំងអស់ណាក្នុងលោកទាំងមូលហ្នឹងមានកាមលោករូបលោកអរូបលោកទាំងអស់ហ្នឹងសរុបទៅមាន31ភពអញ្ចឹងក្នុង31ភពហ្នឹងមិនមែនសុទ្ធតែជាភពត្រូវទទួលនៅតក្កណានុបទានទេអញ្ចឹងណាបានព្រះអង្គសម្ដែងម្ដងមួយថាពពួកសត្វខ្លះធ្វើបាបកម្មច្រើនបដិសន្ធិនៅក្នុងនរកដែលមានទុក្ខទោសដ៏ធ្ងន់មានភ្លើងជាអាហារដូចទេវទត្តអីចឹងណាដូចទេវទត្តអីចឹងអត់មានមិនមែនទេវទត្តនឹងអត់ញាតទេទេវទត្តនឹងញាតសិទ្ធិព្រះអរហន្តទេវទត្តប៉ុន្តែកម្មនឹងវាខ្លាំងពេកបដិសន្ធិក្នុងនរកបុណ្យអីក៏អនុមោទនីអត់បានដែរនឹងអញ្ចឹងមើលតែញាតិញោមដឹងយើងស្ដាប់ធម៌នេះបើថាវាឃ្លានខ្លាំងពេកឈឺខ្លាំងពេកស្ដាប់កើតទេធ្វើចិត្តល្អកើតទេអត់ទេពួកអនុមោទនីហ្នឹងវាពាក់ព័ន្ធជាមួយនឹងចិត្តល្អតាំងចិត្តឲ្យស្ងប់បានហើយបើកាលណាឈឺខ្លាំងពេកគុំថាលោកឯងមកទេសនាប្រអិនមកទេសនាក៏ស្ដាប់មិនបានដែរវាឈឺពេកហើយនោះមែនទេហ្នឹងហើយទុកទោសខ្លាំងពេកអប្រៀបនឹងទុកទោសនៅក្នុងលោកនេះក៏អញ្ចឹងដែរបើសិនជាមានទោសអក្រិតសូម្បីសាច់ញាតិគេមិនឲ្យជួបផងមែនទេអក្រិតខ្លាំងពេកណាហ្នឹងហើយហើយព្រះអង្គសម្ដែងទៀតថាពពួកសត្វខ្លះធ្វើបាបកម្មទៅកើតជាដេរិឆានអញ្ចឹងសត្វដេរិឆានវាមានអាហាររបស់វាគោមានអីជាអាហារស្មៅឃើញទេអញ្ចឹងគោវាចេះអនុមោទនាបុណ្យនៃវានឹងចលែនមានដីជាអាហារទៅចាបមានស្រូវមានដង្កូវមានស្អីជាអាហារតាមរបស់វាអញ្ចឹងពួកសត្វដេរិឆានទាំងអស់អត់ចេះអនុមោទនាបុណ្យទេអញ្ចឹងដូចអង្គ3មិញអញ្ចឹងយើងឧទ្ទិសមែនប៉ុន្តែបើញាតិរបស់យើងទៅកើតជាដេរិឆានអត់កើតទេហ្នឹងហើយម្យ៉ាងទៀតប្រសិនបើញាតិរបស់យើងដែលយើងឧទ្ទិសទៅនោះគាត់បដិសន្ធិជាមនុស្សអញ្ចឹងមនុស្សមានអាហាររបស់មនុស្សមានបាយមាននំមានចំណីមាននំប៉័ងអញ្ចឹងទៅយើងរាល់ថ្ងៃឃ្លានមានដែលនឹកបុណ្យរបស់ញាតិណាមិនទៅរកទិញផ្សារមែនអត់ហ្នឹងហើយបើកើតជាមនុស្សមិនមែនរស់ដោយសារបុណ្យគេឧទ្ទិសទេហ្នឹងហើយដល់ម្យ៉ាងទៀតពពួកសត្វខ្លះមានបុណ្យច្រើនកើតជាទេវតាជាន់ខ្ពស់ទៅក៏គេត្រេកត្រអាលជាមួយនឹងសម្បត្តិទឹករបស់គេវាមិនដែលនឹកឃើញទេចង់ទៅអនុមោទនាបុណ្យញាតិអីអត់ទេនឹងទៅខ្ពស់ហ្នឹងក៏អត់ដែរ
ចឹងនៅក្នុងបណ្ដាសត្វទាំងឡាយហ្នឹងព្រះអង្គថាមានតែមួយពពួកទេពួកបរតតោបជីវកៈប្រែតហ្នឹងមិននៅក្នុងអំណាចយមបាលមិននៅក្នុងអំណាចនរណាគ្រប់គ្រងអាចធ្វើដំណើរទៅមកបានគ្រាន់តែឃ្លានទេទុកតែមួយយ៉ាងគឺឃ្លានមកប្រែតហ្នឹងណាមិនធ្ងន់ពេកពពួកប្រែតរបៀបហ្នឹងរបៀបដូចជាប្រែតញាតប្របាទពឹមិសាអញ្ចឹងអត់មានរោងតនកម្មនរណាធ្វើបាបស្អីទេគ្រាន់តែឃ្លានចឹងហើយបានជាពពួកប្រែតហ្នឹងអាចត្រាច់ទៅនេះទៅនោះបានតាមចិត្តផ្ទះញាតនៅឯណាអាចទៅនឹងបានពពួកប្រែតរបៀបហ្នឹងទៅអាចមកអនុមោទនាបុណ្យកើតចឹងបានក្នុងតរោកុដសោតព្រះអង្គសម្ដែងថាតរោកុដដេសតិដ្ឋន្តសន្តិសង្គាតកេសុចទ្វេរពាហាសតិដ្ឋអកន្ធវានសកង្ករੰពួកប្រែតទាំងឡាយមកហើយកាន់ផ្ទះនៃញាតដែលគិតថាជាផ្ទះរបស់ខ្លួនឃើញទេមកនឹងមកប៉ុន្តែថានិយាយប្រាប់យើងមិនកើតអីមិនកើតទាំងអស់ហើយប្រែតហ្នឹងមកកាន់ទីសមាគមដែលញាតឲ្យទាននឹងតែម្ដងអញ្ចឹងហើយបានជាពេលធ្វើទាននឹងត្រូវឧទ្ទិសពេលឲ្យទាននឹងតែម្ដងពពួកញាតបែបហ្នឹងអាចអនុមោទនាបានក្រៅពីហ្នឹងអត់បានទេអញ្ចឹងណាប៉ុន្តែប្រពៃណីខ្លះវាដូចចេះជាងព្រះបន្តិចប្រពៃណីដូចថាខែភ្ជុំអីយមបាលបើកឲ្យមកអីចឹងណាក្រៅពីខែភ្ជុំអត់បើកគៀងទៅវិញអីចឹងព្រះមិនដែលថាអញ្ចឹងទេព្រះអង្គដែលថាអញ្ចឹងទេព្រោះឃ្លានវាឃ្លានតែរហូតហ្នឹងពួកហ្នឹងប៉ុន្តែប្រពៃណីត្រូវដឹងថារាល់ប្រពៃណីហ្នឹងគឺដឹកនាំមនុស្សមិនសូវចេះបើមិនបំភ័យខ្លះទេអត់ព្រមទៅវត្តមនុស្សខ្លះណាថាអញ្ចឹងទៅឈប់ទៅវត្តអស់ទៅចាស់គាត់បំភ័យគាត់ថាបើភ្ជុំទៅម៉ែដាក់បដាសាអីចេញចុះប៉ុន្តែពិតទៅរឿងហ្នឹងគាត់ខិនថាដឹកនាំឲ្យខ្មែរទៅវត្តជាប្រពៃណីខ្មែរបុណ្យភ្ជុំជាបុណ្យរបស់ជាតិខ្មែរយើងនៅប្រទេសភូមិលង្កាយគេអត់ធ្វើទេតាមពិតតក្កណានុប្រទានដែលត្រូវធ្វើគឺធ្វើពេលណាដែលយើងជ្រះថ្លាអញ្ចឹងណាប៉ុន្តែមិនមែនបានន័យថាដឹងការពិតទេញាតិញោមឈប់ធ្វើអត់ទេអានេះយើងធ្វើអីឲ្យដឹងការពិតហើយក៏យើងនៅតែរក្សាបព្វធម៌ប្រពៃណីយើងធម្មតានឹងអញ្ចឹងយល់ខ្លះហ្នឹងហើយព្រាមនឹងសួរទៀតឆាប់យល់ឲ្យឈប់សួរគាត់អត់ឈប់ទេណាគាត់សួរទៀតគាត់សួរថាអីចុះបើសัตว์នឹងវាកើតច្រើនរឿងអញ្ចឹងខ្លះទៅនរកខ្លះទៅដេរិឆានខ្លះទៅអីអញ្ចឹងចុះលោអ្នកដែលយើងឧទ្ទិសទៅអត់បានទៅកើតចំអនុមោទនាហ្នឹងឲ្យទានយើងទៅណាយើងឧទ្ទិសទៅនឹងវាទៅណាអញ្ចឹងណាគាត់សួរដេញអញ្ចឹងណាបានព្រះអង្គថាបើញាតដែលយើងឧទ្ទិសចំពោះហ្នឹងឧទាហរណ៍ដូចជាបាសិកាមិញបាសិកាអ៊ីមេងគឹមណាអ្នកស្លាប់ហ្នឹងណាក៏អត់បានទៅបដិសន្ធិក្នុងបរតតោវិជីកៈប្រែតហ្នឹងទេស្រាប់គាត់ទៅជាមួយប្រអិនបាត់ទៅណាទៅធ្វើសំណប់ចិត្តរបស់ប្រអិនបាត់ទៅឧទាហរណ៍ណាហ្នឹងហើយអត់បានចំមកកន្លែងត្រូវអនុមោទនាអញ្ចឹងទានយើងទៅណាព្រះអង្គថាអ្នកនឹងមិនអនុមោទនាញាតដតីទៀតហ្នឹងហើយញាតដតីទៀតពីព្រោះក្នុងសង្សារវដ្តដែលពាក្យថាញាតហ្នឹងមិនមែនតែញាតយើងជាតិនេះទេច្រើនអនេកជាតិមកហើយដែលធ្លាប់ជាញាតយើងហ្នឹងឯងហ្នឹងហើយចឹងបានព្រះអង្គឲ្យឧទ្ទិសថាអ៊ីទាំងវោញាតៃណੰហោតសុកិតាហន្តញាតយោហ្នឹងចូលមានដល់ញាតទាំងឡាយអញ្ចឹងពពួកហ្នឹងដែលរលឹកថាជាញាតរបស់យើងហ្នឹងអនុមោទនាបានយល់ទេអស់ហើយវាគាត់អត់តន់អស់ហើយគាត់សួរទៀតគាត់សួរថាចុះបើញាតយើងអាក្នុងសង្សារវដ្តហ្នឹងវាអត់បានកើតតំណឹងទាំងអស់ហ្មងណាគាត់សួរអញ្ចឹងទៀតហ្នឹងទានយើងហ្នឹងទៅណាបានព្រះអង្គថាមនាលព្រាមហេតុនោះមិនដែលមានឡើយណាដែលថាយើងអត់មានញាតបដិសន្ធិនៅតំណឹងណាមិនដែលមានទេព្រោះសង្សារវដ្តហ្នឹងច្រើនណាស់ប៉ុន្តែបើទោះជាយ៉ាងនោះណាបើទោះជាដូចជាព្រាមឯងគិតប៉ុន្តែវាមិនអាចទេណាប៉ុន្តែបើទោះជាយ៉ាងនោះអ្នកឲ្យទានមិនឥតផលទេមិនបានមិនឥតផលយ៉ាងហើយក៏បានលោកឆ្អែតដែរ
men ọt bà priệp chỉ môi nương tơ sen đã cô chơi cháu là nó ngọt tới giáo men ọt nè nó bạn chọp